ថ្ងៃនេះបានមហូបស្ងោរតុងយ៉ាំបងប្អូនអត់ដឹងធ្វើហូបអីបងប្អូនអើយមានតែស្ងោរមើលតែក្នុងទូទឹកកកមានអីធ្វើនឹងហូបទៅបងប្អូនអើយហើយនេះស្ងោរតុងយ៉ាំមានបន្លែខ្វះបន្លែបងប្អូនអើយបាទសុំមានគ្រប់សពវិញយើងឆ្ងាញ់ចឹងប៉ុន្តែចេះធ្វើសិនតាប៉ុណ្ណឹងក៏បានដែរឲ្យតែថាអាចកើតទៅជាសម្លបានចឹងបងប្អូនហើយដាំទឹកហើយយើងដាក់ដុំតុងយ៉ាំចូលទៅបងប្អូនងាយបងប្អូនស្ងោរតុងយ៉ាំឆ្ងាញ់ហើយលឿនចាប់បានហូបហើយនេះសាច់មាន់បងប្អូនខ្ញុំស្ងោរឲ្យខ្ញុំស្រស់វាចោលមួយសាចឹងព្រោះអីបើមិនស្រស់ទេធ្វើហូបទៅវាមានអារម្មណ៍ថាក្លិនឆ្អាបចឹងបងប្អូនវាអត់ដូចមាន់ស្រែនៅស្រុកយើងទេបងប្អូនអើយនៅនេះមាន់សើកសិដ្ឋានចឹងអញ្ចឹងវាអត់សូវមានជាតិម៉ានទេសាច់យើងផុយចឹងបងប្អូននិយាយទៅនៅប្រទេសកូរ៉េនេះខ្ញុំមានអារម្មណ៍ថាសាច់ហូបតែគ្រឿងសមុទ្រហ្មងបងប្អូនរហូបយូរទៅលាន់បងប្អូនអើយវាអត់មានហូបត្រីទឹកសាបត្រីទេបងប្អូនបើយើងដើរតាមម៉ាតតាមអីមើលទៅមានតែគ្រឿងសមុទ្រត្រីសមុទ្រនោះបងប្អូនអត់មានលក់ត្រីសាបត្រីទឹកសាបវិញដូចយើងទេហើយបើចង់ទៅទិញនៅម៉ាតអាស៊ីសឹកបកកបងប្អូនកកហើយវាអត់មានជាតិឆ្ងាញ់ចឹងបងប្អូនអើយពេលខ្លះនៅស្រុកគេវាមានអារម្មណ៍ថាពិបាកម្យ៉ាងហើយហាក៏ហូបចុកចឹងបងប្អូនយើងជនបរទេសយើងមកនៅស្រុកគេយើងឃ្លានតែមកហូបស្រុកយើងអញ្ចឹងវាពិបាកអញ្ចឹងបងប្អូនអើយចេះស៊ូទៅបងប្អូនអើយធ្វើម៉េចហើយនេះហើយបងប្អូនខ្ញុំអត់មានផ្សិតនេះច្បើងផ្សិតអីទេបងប្អូនអើយនៅនេះគ្មានទេមានណាផ្សិតគេបវរមាន់បងប្អូនបវរមានផ្សិតនឹងដាក់គប់ផ្សំទៅបងប្អូនធ្វើម៉េចតែបានហូបទៅខ្ញុំចូលចិត្តស្ងោរតុងយ៉ាំបងប្អូនស្ងោរតុងយ៉ាំវាជូរអែមវាអត់សូវនេះចឹងបងប្អូនហូបទៅវាស្ទើរតែលាន់ចឹងហើយស្លោហើយបងប្អូនរៀបចំខ្ចប់បាយខ្ចប់អីហើយយកទៅហាងចឹងបងប្អូនព្រោះយើងអត់ខ្ចប់ទេអត់កាលទេអត់មានបាយហូបបងប្អូនហូបបាយនៅហាងនឹងហូបអត់កាលទេបងប្អូនហូបខ្ចប់នៅកូរ៉េមានរងថាហូបទៅវាទៅលាន់ណាបងប្អូនអើយអត់ដូចហូបស្រុកយើងទេហូបយូរទៅលាន់មិនដូចហូបស្រុកយើងទេណាបងប្អូនខុសគ្នាឆ្ងាយអញ្ចឹងមានតែធ្វើម្ហូបខ្ចប់និយាយទៅហូបទៅបងប្អូន